មានបុរសម្នាក់រស់នៅក្នុងនគរពីរ៉ាណសីបុរសនោះលុះពេលស្លាប់ទៅក៏កើតជាហង្សមាសមួយនៅក្នុងព្រៃหิมពៀនហង្សមាសនោះចាំជាតិកំណត់របស់ខ្លួនបានដឹងថាប្រពន្ធនឹងកូនខ្លួនជួបនៅក្តីក្រីក្រតោកយ៉ាកលំបាកទុក្ខតិរកស៊ីដោយការបំរើស៊ីឈ្នួលគេដូច្នោះក៏កើតចិត្តអាណិតដល់ប្រពន្ធកូនក្រៃពេកទើបហៅមកកាន់ផ្ទះប្រពន្ធកូននោះហើយនិយាយប្រាប់រឿងរបស់ខ្លួនថាជាស្វាមីនិងឪពុកដែលបានស្លាប់ទៅហើយកើតជាហង្សមាសខ្ញុំមកនេះដើម្បីនឹងជំរុះស្លាប់មាសមួយពីរឲ្យអ្នកនឹងកូនយកទៅលក់ចិញ្ចឹមជីវិតកុំឲ្យអ្នកនឹងកូនទៅធ្វើការស៊ីឈ្នួលគេទៀតហង្សប្រាប់សេចក្តីសប្ប្រការក៏ជំរុះស្លាប់មាសមួយឲ្យទៅនាងកូនហើយផ្ដាំថាបើកូនលក់ស្លាប់មាសមួយនេះចាយអស់កាលណាចាំយើងមកជំរុះឲ្យក្នុងការនោះទៀតផ្ដាំហើយហង្សមាសក៏លាកូនប្រពន្ធហើវិលទៅកាន់លំម៉ៅខ្លួននៅព្រៃหิมពៀនវិញហោងឯនាងប្រពន្ធនឹងកូនទាំងឡាយចាប់តាំងពីបានស្លាប់ហង្សមាសលក់ចាយចិញ្ចឹមជីវិតមកក៏លែងទៅធ្វើការស៊ីឈ្នួលគេទៀតហើយខំសន្សំទ្រព្យសម្បត្តិបានឡើងជាអ្នកមានគ្រាន់បើឯហង្សមាសនោះតែងមកជំរុះស្លាប់ឲ្យគ្រប់ពេលលុះក្រោយមកនាងប្រពន្ធកើតក្តីលោភលន់ប្រាថ្នាចង់មានឆាប់ទើបនិយាយនឹងកូនថាកូនឲ្យយើងមានប្រាក់ចាយបាយស៊ីសប្តាហ៍ថ្ងៃនេះក៏ព្រោះហង្សជាឪពុកកូនឯងមកជំរុះស្លាប់មាសឲ្យយើងម្ដងតើយើងទៅទុកចិត្តសត្វតិរិឆាននេះឯណាបានប្រសិនបើហង្សមិនមកយើងនឹងបានអ្វីចាយទិញដូរវត្ថុអាស្រ័យតទៅទៀតហេតុនេះម្ដាយយល់ថាបើហង្សនោះមកក្នុងថ្ងៃណាយើងនឹងនាំគ្នាចាប់ដកយកស្លាប់យករោមឲ្យអស់រលីងទុកជាទុនបានច្រើនទៅមុខតែម្ដងកុំឲ្យមានក្តីភិតភ័យនិងក្តីក្រតទៅទៀតឯនាងធីតាទាំងឡាយឮម្ដាយបបួលដូច្នោះក៏ហែមម្ដាយថាការដែលម៉ែឯងគិតនេះមិនត្រូវទេយើងជាកូនមិនព្រមធ្វើតាមឡើយថ្ងៃមួយសុវណ្ណហង្សមកកាន់ផ្ទះដើម្បីនឹងជំរុះស្លាប់ឲ្យឯនាងព្រាមក៏ស្រដីលួងលោមសំណេះសំណាលនឹងហង្សនោះដោយមាយាបានចិត្តហង្សកាលណាក៏ចាប់ហង្សនោះជាប់ហើយសង្កត់ដកយករោមស្លាប់កន្ទុយហង្សនោះទាល់តែអស់ឥតសល់យករោមស្លាប់កន្ទុយហង្សនោះទាល់តែអស់ឥតសល់ហង្សនោះបានក្តីទុក្ខវេទនាដោយគេដកស្លាប់ពុនពេកណាស់ខំបំរាស់លូនចូលទៅក្នុងរូងឈើដែលអាចបាំងខ្លួននៅបានឯរោមស្លាប់ទាំងឡាយក៏คล้ายជាពណ៌សដូចស្លាបគុកទាំងអស់មេព្រាមយកទៅលក់ឲ្យគេក៏ពុំមាននរណាត្រូវការទិញយកឡើយឯហង្សនោះទ្រាំទុក្ខវេទនាលុត្រាតែរោមថ្មីដកឡើងបានហើយក៏ហើរទៅកាន់ព្រៃหิมពៀនពុំបានមកកាន់ផ្ទះនាងព្រាមនោះទៀតឡើយចាប់ដើមពីថ្ងៃនោះមកនាងព្រាមនោះខាតលៀបគឺពុំមានអ្វីលក់ដូរចែកចាយដោយកាលថ្ងៃមុននោះទៀតឡើយក៏ធឿកជួនជាស្រីទុទេវិវិញហោង